គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាបានចូលរួមពិធីបើកពិព័រណ៍អន្តរជាតិស្ដីពីបច្ចេកវិទ្យាកែច្នៃនិងវិកខ្ចប់នៅទីក្រុងហូជីមិញនៅព្រឹកថ្ងៃទី31ខែមីនានេះដោយទទួលបានការអនុញ្ញាតពីអ្នកអង្គការគិតមេឃប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជាឯកឧត្តមលេងសុគាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺនឹងមានការចូលរួមដោយអុកញ៉ាហេងសំណាងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំនិងព្រះវិហារបានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាចូលរួមពិធីបើកជាផ្លូវការនៅពិព័រណ៍អន្តរជាតិស្ដីពីបច្ចេកវិទ្យាកែច្នៃនិងវិកខ្ចប់នាមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាតសៃហ្គនក្នុងទីក្រុងហូជីមិញប្រទេសវៀតណាមពិធីបើកពិព័រណ៍អន្តរជាតិស្ដីពីបច្ចេកវិទ្យាកែច្នៃនិងវិកខ្ចប់នៅទីក្រុងហូជីមិញឬហៅថា Pro Park វៀតណាម2026នេះមានការចូលរួមពីតំណាងក្រុមហ៊ុនសហគ្រាសសមាគមធុរកិច្ចរបស់វៀតណាមនិងធុរជននិងក្រុមហ៊ុនល្បីៗមកពីទូទាំងពិភពលោក Pro Park វៀតណាម2026គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មអន្តរជាតិដែលផ្ដោតលើឧស្សាហកម្មកែច្នៃនិងវិកខ្ចប់ដែលមានការវិវត្តយ៉ាងឆាប់រហ័សនៅក្នុងប្រទេសវៀតណាមនិងអន្តរជាតិការតាំងពិព័រណ៍ប្រចាំឆ្នាំគឺជាវេទិកាសំខាន់សម្រាប់អ្នកផ្ដល់បច្ចេកទេសឈានមុខគេលើវិស័យកែច្នៃនិងវិកខ្ចប់ម្ហូបអាហារភេសជ្ជៈនិងឱសថក៏ដូចជាដំណោះស្រាយដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកដឹកនាំឧស្សាហកម្មអ្នកជំនាញនិងអ្នកពាក់ព័ន្ធរាប់ពាន់នាក់មកពីទូទាំងខ្សែសង្វាក់ផ្គត់ផ្គង់ជាមួយគ្នានេះពិព័រណ៍នេះនឹងបង្ហាញបច្ចេកវិទ្យាចុងក្រោយបំផុតក្នុងការវិកខ្ចប់ការកែច្នៃអាហារបច្ចេកវិទ្យាភេសជ្ជៈវត្ថុធាតុដើមឱសថភស្តុភារកម្មនិងការផ្គត់ផ្គង់ខ្សែសង្វាក់ឧស្សាហកម្មដោយផ្ដល់ឱកាសដល់អាជីវកម្មនានាក្នុងការធ្វើបច្ចុប្បន្នភាពពង្រីកកិច្ចសហប្រតិបត្តិការនិងស្វែងរកដំណោះស្រាយល្អបំផុតដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្មដោយមានការឧបត្ថម្ភពីមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មទីក្រុងហូជីមិញក្រុមហ៊ុនInforma Market វៀតណាមពិព័រណ៍អន្តរជាតិ Pro Park វៀតណាមឆ្នាំ2026នឹងធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាតសៃហ្គននាទីក្រុងហូជីមិញចាប់ពីថ្ងៃទី31ខែមីនាដល់ថ្ងៃទី2ខែមេសាឆ្នាំ2026ព្រឹត្តិការណ៍នេះបានទាក់ទាញអាជីវកម្មជាង400មកពីប្រទេស32ដែលតាំងពិព័រណ៍លើផ្ទៃដីប្រហែលជាមានន័យថា 13000 ម៉ែត្រការ៉េសូមបញ្ជាក់ថាក្រៅពីការចូលរួមពិព័រណ៍អន្តរជាតិគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជានឹងអញ្ជើញចូលរួមកិច្ចប្រជុំវេទិកាចែករំលែកនិងទស្សនកិច្ចរោងចក្រសហគ្រាសផលិតនិងជំនួបពាណិជ្ជកម្មនិងចាប់ដៃគូជាមួយក្រុមហ៊ុនអន្តរជាតិល្បីៗសម្រាប់ទស្សនកិច្ចនៅទីក្រុងហូជីមិញនេះគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាមានការចូលរួមពីសមាជិកសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំព្រះវិហារសមាជិកសភាពាណិជ្ជកម្មខេត្តព្រៃវែងសភាពាណិជ្ជកម្មខេត្តកំពង់ចាមសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាបនិងឧត្តរមានជ័យសភាពាណិជ្ជកម្មខេត្តបរសេនុនិងសភាពាណិជ្ជកម្មរាជធានីភ្នំពេញគូរំលឹកផងដែរថាសភាពាណិជ្ជកម្មកម្ពុជាដែលមានអ្នកអង្គការគិតមេងជាប្រធានបានធ្វើការយ៉ាងសកម្មជាមួយដៃគូនិងអង្គភាពអន្តរជាតិនានាដើម្បីពង្រឹងបន្ថែមនៅកិច្ចសហប្រតិបត្តិការធុរកិច្ចពាណិជ្ជកម្មនិងការវិនិយោគកន្លងទៅនេះសភាពាណិជ្ជកម្មកម្ពុជាតែងតែរៀបចំកម្មវិធីទស្សនកិច្ចពាណិជ្ជកម្មព្រមទាំងបានរៀបចំកម្មវិធីជំនួបអាជីវកម្ម B2B និងចាប់ដៃគូវិនិយោគទៅកាន់ប្រទេសនានាក្នុងតំបន់និងអន្តរជាតិ